សោកស្ដាយអធិការរងស្រុកស្ទឹងត្រង់មួយរូបត្រូវក្មេងទំនើងចាក់ចំផ្ទៃមុខរងរបួសធ្ងន់ពេលចុះអន្តរាគមន៍ករណីវាយតប់គ្នាកាលជិត5ខែមុនពេលនេះពាក់លីហើយពិតជាគួរឲ្យសោកស្ដាយឥតឧបមាវីរៈសេនីយ៍តូម៉ាបសុផាចអត្តលេខ58535មានឋានៈជាអធិការរងទទួលផែនការការងារខាងគ្រឿងញៀននៃអធិការរងស្រុកស្ទឹងត្រង់បានទទួលមរណភាពហើយដោយសាររបួសធ្ងន់ធ្ងរនៅត្រង់ភ្នែកជាស្នាដៃរបស់ក្មេងទំនើងចាក់ចំផ្ទៃមុខរងរបួសធ្ងន់ពេលចុះអន្តរាគមន៍ករណីវាយតប់គ្នាអំឡុងពេលជិត4ខែមុនដោយក្តីអាណិតអាសូរឯកឧត្តមអ៊ុចចិន្តាអភិបាលខេត្តដឹកនាំសហការីជាច្រើនអ្នកអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធដល់លំនៅឋានសន្តិនៅភូមិខ្ពស់តាងួនស្រុកស្ទឹងត្រង់ធ្វើឡើងនាព្រឹកថ្ងៃទី8ខែសីហាឆ្នាំ2026បើតាមការបញ្ជាក់ពីលោកបានស្រេងអភិបាលស្រុកស្ទឹងត្រង់ដែលនេះជាហេតុការណ៍មួយដែលមិនធ្លាប់មានពីមុនមកក្នុងការបង្ក្រាបក្មេងពាលបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរមកកាន់សមត្ថកិច្ចលោកបានស្រេងអភិបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថាជនសង្ស័យប្រើឧបករណ៍ចុងស្រួចចាក់ចំភ្នែកនិងផ្ទៃមុខរបស់ជនរងគ្រោះដែលជាអធិការរងស្រុកស្ទឹងត្រង់ជននោះជាមនុស្សបែកថ្នាំដែលរស់នៅលើផ្ទះឈើតែឯងចំណែកឪពុកម្ដាយត្រូវជួលផ្ទះគេនៅក្នុងភូមិសមត្ថកិច្ចចាប់កូនប្រុសគាត់សប្បាយចិត្តគឺមិនហ៊ានរស់នៅក្រោមដំបូលផ្ទះតែមួយខ្លាចកូនប្រុសរូបនោះធ្វើបាបលើរាងកាយគួររំលឹកថាក្មេងពាលបានឆ្លុះវាប្រតប់គ្នាទៅវិញទៅមកនៅកន្លែងប្រគំតន្ត្រីប្រដាល់មួយកន្លែងនៅចំណុចភូមិបឹងដៃមួយឃុំព្រៃកក់ស្រុកស្ទឹងត្រង់បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍តែចៃដន្យវីរៈសេនីយ៍តូម៉ាបសុផាតអធិការរងស្រុកស្ទឹងត្រង់ទទួលផែនការគ្រឿងញៀនបានរងរបួសរហូតដល់ឈាមកកក្នុងខួរក្បាលដោយសារតែក្រុមក្មេងពាលចាក់ចំផ្ទៃមុខរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិនាំយកទៅសង្គ្រោះនៅប្រទេសវៀតណាមបើតាមរបាយការណ៍របស់អធិការនគរបាលស្រុកស្ទឹងត្រង់បានបញ្ជាក់កាលពីយប់ថ្ងៃទី24ខែមេសាឆ្នាំ2026លោកវីរៈសេនីយ៍តូម៉ាបសុផាតអធិការរងទទួលផែនការខាងគ្រឿងញៀនបានដឹកនាំកម្លាំងចុះល្បាតនៅក្នុងភូមិព្រៃកក់លុះរហូតដល់វេលាម៉ោង11យប់ថ្ងៃខែឆ្នាំដដែលនៅកន្លែងកម្មវិធីប្រដាល់គុនខ្មែរប៉ុស្តិ៍ទូរទស្សន៍ថោននៅចំណុចភូមិបឹងដីមួយមានករណីក្រុមក្មេងស្ទាវវាយប្រតប់គ្នាស្របពេលកម្លាំងសមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍ស្រាប់តែជនសង្ស័យម្នាក់យកឧបករណ៍មុតស្រួចចាក់ត្រូវខ្ទង់ច្រមុះក្បែរភ្នែកច្រើនដងចំនួន2កន្លែងរបួសធ្ងន់ធ្ងរបណ្ដាលឲ្យដួលសន្លប់ទៅលើដីរីឯជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុភ្លាមថែមទាំងនាំយកមកសាកសួរនៅអធិការដ្ឋានស្រុកស្ទឹងត្រង់លោកអធិការរងត្រូវរបួសដួលសន្លប់ត្រូវបានកម្លាំងក្រោមអាវ៉ាតយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងបានដឹកតាមរថយន្តសាមុយមកសង្គ្រោះនៅរាជធានីភ្នំពេញដោយស្ថានភាពរបួសធ្ងន់ធ្ងរឈាមកកក្នុងខួរក្បាលបានសាច់ញាតិនាំយកទៅសង្គ្រោះបន្តនៅប្រទេសវៀតណាមតាមដំណឹងចុងក្រោយនៅព្រឹកថ្ងៃទី26ខែមេសាឈាមដែលកកក្នុងខួរក្បាលនោះត្រូវបានក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់យកចេញហើយព្រមទាំងបានតាមដានស្ថានភាពជំងឺបន្ថែមទៀតជនសង្ស័យឈ្មោះហ៊ីនណៃគីហៅឃ្នីភេទប្រុសអាយុ31ឆ្នាំមានទីលំនៅនៅភូមិដំដែកឃុំព្រៃកក់ស្រុកស្ទឹងត្រែងខេត្តកំពង់ចាមខណៈពេលនោះដែរសមត្ថកិច្ចធ្វើការតេស្តរក្សាធាតុញៀនដែលជាលទ្ធផលគឺអវិជ្ជមានលោកអធិការដ្ឋានស្រុកស្ទឹងត្រង់បញ្ជាក់ថាថ្មីនេះលោកបានធ្វើដំណើរទៅសួរក្រុមគ្រួសារជនរងគ្រោះដល់ប្រទេសវៀតណាមរួមជាមួយនឹងលោកស្នងការនគរបាលខេត្តដោយនាំយកថវិកាស្នងការនគរបាលស្រុកស្ទឹងត្រង់ថវិការដ្ឋបាលខេត្តជូនដល់ក្រុមគ្រួសារជនរងគ្រោះសូមបញ្ជាក់ថាជនរងគ្រោះបានទទួលយកចាត់ទុកដាក់ពីអាជ្ញាធរក៏ដូចជាអភិបាលខេត្តថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបាននាំអ្នករងគ្រោះទៅសម្រាកនៅវៀតណាមរយៈពេលជាង1ខែតែស្ថានភាពមិនបានធូរស្រាលនោះឡើយជាមួយគ្នានោះដែរអធិការស្រុកស្ទឹងត្រង់ក៏បាននាំយកថវិកាជូនដល់មន្ទីរពេទ្យនៅវៀតណាមក្រោយមកអ្នករងគ្រោះត្រូវបានបញ្ជូនត្រឡប់មកផ្ទះវិញហើយក៏បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញដោយសារស្ថានភាពជំងឺកាន់តែដុនដាបក៏បានបញ្ជូនមកផ្ទះវិញនៅវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី7ខែសីហាឆ្នាំ2026រួចមករូបលោកក៏បានទទួលមរណភាព